ប្រឡំមួយដែលបរិសម្នាក់នេះធ្វើឲ្យមនុស្ស9នាក់មិនអាចឃើញថ្ងៃរះម្ដងទៀតនៅក្នុងខេត្តកំពង់ចាមពេលខ្លះអ្វីដែលធ្វើឲ្យមនុស្សភ័យមិនមែនជាសំឡេងស្រែកមិនមែនជាភ្លើងមិនមែនជាឈាមប៉ុន្តែវាជាភាពស្ងាត់ដែលគ្មានអ្នកណាឆ្លើយតបហើយប្រឡំថ្ងៃទី23ខែវិច្ឆិកាម៉ោងប្រហែល 5:30 នាទីនៅតំបន់ដាច់ស្រយាលមួយក្នុងខេត្តកំពង់ចាមមានអ្វីមួយដែលកើតឡើងដែលមិនគួរតែកើតជាពិសេសវាកើតឡើងក្នុងគ្រួសារតែមួយនេះមិនមែនជារឿងភ័យសម្រាប់ស្ដាប់លេងនេះជារឿងដែលបង្ខំឲ្យយើងគិតអំពីចិត្តមនុស្សអំពីកំហឹងនិងអំពីព្រំដែនដែលមនុស្សម្នាក់ឆ្លងកាត់ដោយខ្លួនឯងដោយគ្មានអ្នកជួយទប់តែដែលកើតហេតុមិននៅចិត្តភូមិមិននៅចិត្តផ្លូវធំវាស្ថិតក្នុងដីចំការដាច់ស្រយាលពេលយប់ស្ងាត់ពេលព្រឹកក៏រឹតតែស្ងាត់ថែមទៀតប្រសិនបើមានអ្វីកើតឡើងគ្មានអ្នកឮគ្មានអ្នកអាចជួយបានគ្មានអ្នកមកទាន់កន្លែងបែបនេះសម្រាប់មនុស្សខ្លះវាជាសុភមង្គលតែក្នុងករណីនេះវាជាភាពឯកោដែលអំពើអាក្រក់អាចលាក់ខ្លួនដោយភាពស្ងៀមស្ងាត់មនុស្ស9នាក់បានបាត់បង់ជីវិតនិង8នាក់បានបាត់បង់ជីវិតក្នុងភ្លើងនៅក្នុងផ្ទះតែម្ដងមួយនាក់ទៀតត្រូវបានសម្លាប់នៅចម្ងាយប្រហែល100ម៉ែត្រពីផ្ទះនោះបើតាមព័ត៌មានខ្លះទៀតម្នាក់ដែលបានរត់ចេញនឹងគឺបុរសដែលបានសម្លាប់នឹងគឺបានអាកគ្នាសម្រាប់នៅចិត្តនឹងគល់ដើមស្វាយចន្ទី7នាក់ជាកុមារីនិងស្ត្រីហើយ2នាក់ទៀតគឺជាបុរសនិងកុមារាប៉ុន្តែពួកគេមិនមែនជាស្ថិតិមិនមែនជាលេខក្នុងរបាយការណ៍ពួកគេគឺជាម្ដាយជាប្រពន្ធជាប្អូននិងជាក្មួយរបស់ឃាតករតែម្ដងជាមនុស្សដែលមានការសង្ឃឹមមានថ្ងៃស្អែកមានអ្វីនិងមានរឿងដែលមិនទាន់បានធ្វើជាច្រើនអ្វីដែលឈឺចាប់មិនមែនជារបៀបដែលពួកគេចាក់ចែងប៉ុន្តែវាជាការពិតថាពួកគេមិនបានដឹងថាថ្ងៃព្រឹកនេះជាព្រឹកចុងក្រោយនៃជីវិតរបស់ពួកគេឡើយជនសង្ស័យអាយុត្រឹមតែ21ឆ្នាំមិនមែនជាមនុស្សចម្លែកមិនមែនជាមនុស្សដែលមកពីណាក្រៅទេតែគាត់គឺជាប្តីគឺជាក្មួយតែងតែហៅពូជាសាច់ញាតិតែម្ដងមនុស្សដែលគ្រប់គ្នាធ្លាប់ឃើញធ្លាប់និយាយធ្លាប់គិតថាគាត់ជាមនុស្សធម្មតាហើយញ៉ាំបាយរួមតុជាមួយគ្នាតែពេលខ្លះមនុស្សដែលយើងមើលទៅធម្មតាអាចកំពុងដួលនៅក្នុងដោយគ្មានអ្នកណាដឹងខ្ញុំអស់កម្លាំងហើយខ្ញុំគ្មានអ្នកណាម្នាក់ស្ដាប់ខ្ញុំទេរាល់ថ្ងៃមានតែពាក្យឈឺចាប់មានតែការស្ដីបន្ទោសខ្ញុំគិតថាបើខ្ញុំស្ងាត់ទៅវានឹងប្រសើរឡើងតែវាមិនប្រសើរឡើងសោះនៅក្នុងចិត្តកំហឹងនឹងផ្ទុះភ្លាមទេវាសន្សំបន្តិចម្ដងវាស្ងៀមស្ងាត់វាធ្វើដូចជាគ្មានអ្វីកើតឡើងរហូតដល់ថ្ងៃមួយចិត្តមនុស្សមិនអាចទ្រាំបានទៀតទេវានឹងផ្ទុះឡើងជាមិនខាតតាមការសារភាពចំនួនជាមួយប្រពន្ធកើតឡើងជាប្រចាំថ្ងៃពាក្យការមិនយល់គ្នាអារម្មណ៍គុំគួនវាមិនមែនជារឿងធំភ្លាមទេប៉ុន្តែវាជារឿងទូចដែលសន្សំបន្តិចម្ដងរហូតខ្លះជាភ្នំប៉ុណ្ណានៅក្នុងចិត្តរបស់ឃាតករម្នាក់នោះនេះហើយជាអ្វីដែលសង្គមមើលរំលងជាញឹកញាប់សុខភាពផ្លូវចិត្តនិងរបៀបដោះស្រាយរោគកំហឹងរបស់ពួកគេម៉ោងប្រហែលជា6ព្រឹកសមាជិកទទួលបានព័ត៌មានរួចហើយក៏ម៉ោង 9:30 នាទីថ្ងៃដដែលនឹងជនសង្ស័យត្រូវបានឃាត់ខ្លួនគ្មានការរត់គេចគ្មានការបដិសេធឬក៏ចំនួនអីទេមានតែពាក្យសារភាពនិងស្មារតីមើលទៅមិនប្រក្រតីការតេស្តមិនឃើញសារធាតុញៀនសំណួរធំមិនមែនគាត់ធ្វើបានយ៉ាងដូចម្ដេចទេប៉ុន្តែហេតុអ្វីបានចិត្តមនុស្សអាចឆ្លងកាត់ដល់ចំណុចនោះរឿងនេះមិនមែនសម្រាប់ស្ដាប់ហើយភ័យប៉ុណ្ណោះទេវាសម្រាប់ស្ដាប់ហើយគិតពីរបៀបដែលយើងនិយាយគ្នាគិតពីរបៀបដែលយើងស្ដាប់គ្នាព្រោះអក្រិតកម្មមិនដែលចាប់ដៃវាចាប់ដើមពីចិត្តដែលគ្មានអ្នកយល់បើអ្នកកំពុងតែមានអារម្មណ៍បែបនេះសូមអ្នកស្វែងរកដៃគូនិងឈរនិយាយគ្នាទល់មុខដើម្បីស្វែងរកដំណោះស្រាយតាមសន្តិវិធីដូច្នេះខ្ញុំឡាស្វយមានតែប៉ុណ្្នឹងឯង Take care សូមអរគុណនិងសូមគោរពលាបាយបាយ